ឧបករណ៍ជក់ដែលហៅឈ្មោះថាជាឧបករណ៍ web ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញសហការជាមួយនឹងកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញបានចុះបង្ក្រាបនៅកន្លែងចែកចាយប្រមូលផ្ដុំដែលរឹបអូសបានឧបករណ៍នេះជាច្រើនម៉ឺនដើមហើយបានដឹកជញ្ជូនតាមរថយន្តជាច្រើនរថយន្តយកទៅរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញដោយបានឃាត់ខ្លួនម្ចាស់ទីតាំងខាងលើផងដែរដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ជ័យជំនះខណ្ឌដូនពេញរាជធានីភ្នំពេញជាហៀងជាហៀងជានំហើយវានៅជាហៀងគុំមកកកអាយពីកករសជាតិមកកកមកដើមជួបបានបាន15000ដងក្នុងមួយដើមបាន15000ដងជាហៀងណោមកកកដូចជាមកកកបងណាទៅដាក់នេះបាទដូចជាមកកកបាទអាចជួយបញ្ជាក់តិចបានឈ្មោះណាបរិយាឥឡូវក៏ខាងលើនេះមានការបើយើងថាយុវជនរបស់យើងមួយចំនួនមានការប្រើប្រាស់តាមមិនមានទេចំពោះការប្រើប្រាស់នេះមានការប៉ះពាល់ហើយទៅកាន់សុខភាពយ៉ាងម៉េចខ្លះដែរដៃទៅវាចាត់ទុកថាប្រភេទខ្លះវាមានសារជាតិញៀនណាបាទមានអាជាតិនេះទីហើយចឹងមានការចោមានបទវិធានណែនាំរបស់đâyទៅថាបានPha ba tôi tính cái nó cái rong nó đi pha nó không từ đâu tính nó từ từ đâu mà
cái này cái chỗ đấy